កូនអើយកុំគិតច្រើនពេកបើថ្ងៃនេះកូនដោះស្រាយនៅបញ្ហាមិនទាន់ចប់កូនក៏កុំស្មុគស្មាញនោះឡើយបើកូនស្មុគស្មាញខ្លាំងកូននឹងរត់តែពិបាកមួយកម្រិតទៀតពីព្រោះថ្ងៃស្អែកកូននៅតែដោះស្រាយនៅរឿងដែលកូនមិនទាន់បានដោះស្រាយរួចនោះដដែលរឿងរ៉ាវខ្លះណាកូនវាដើរទៅតាមពេលវេលាហើយរឿងខ្លះទៀតវាសិតតែមានដំណោះស្រាយរបស់វាគ្រាន់តែយូរហើយនឹងឆាបណាកូនកុំស្មុគស្មាញច្រើនបើកូនស្មុគស្មាញច្រើនរឿងក៏កាន់តែច្រើនរឿងណាមិនត្រូវគិតសូមកុំគិតវាបោះវាចេញពីខ្លួនកូនទៅកូនអើយមនុស្សយើងកើតមកសិតតែមានសម្ពាយពីអតីតជាតិមកបើកូនកើតមកមានជីវភាពខ្វះខាតជាងគេកូនក៏កុំច្រណែនគេហើយកូនក៏កុំដាក់បន្ទោសទៅកាន់ឪពុកម្ដាយរបស់កូនកូនត្រូវដឹងថាសម្ពាយបុណ្យដែលកូនបានសាងមកពីអតីតជាតិណាកូនកូនអើយបើគ្មានអ្នកដែលឲ្យតម្លៃកូនចូលកូនកុំខឹងគេពីព្រោះមនុស្សនោះគ្នាពុំមានតម្លៃឲ្យសម្រាប់ខ្លួនគេផងដូច្នេះគេក៏រឹតតែគ្មានតម្លៃឲ្យមកកូនបើកូនជួបជាមួយនឹងមនុស្សបែបនេះចូលកូនដើរចេញឲ្យឆ្ងាយទៅកូនជៀសកាន់តែឆ្ងាយគឺកាន់តែល្អណាកូនកូនអើយបើកូនទៅធ្វើការហើយជួបនឹងអ្នកណាក៏ដោយដែលគេបានតែមាត់គេនិយាយយកតែកម្ពស់ខ្លួនគេតែងតែប្រអាប់នឹងទម្លាក់កូនចូលកូនក៏កុំខឹងគេអីដោយសារតែគេមិនដឹងច្បាស់ពីការងារហើយនៅថ្ងៃណាមួយគេនឹងលែងហ៊ាននិយាយដាក់កូនទៀតហើយ
នៅពេលដែលគេដឹងថាកូនគឺជាមនុស្សហ្មត់ចត់ច្បាស់លាស់នឹងការងារណាកូនកូនអើយបើកូនទៅធ្វើការជាមួយអស់លោកមេអ្នកធំចូលកូនកុំធ្វើស្គាល់ពេកព្រោះអស់លោកអ្នកធំណាកូនមួយចំនួននោះគឺគេល្អហើយប៉ុន្តែលោកអ្នកធំមួយចំនួនខ្លះទៀតគេដឹងតែផលប្រយោជន៍ខ្លួនរបស់គេនោះទេពេលខ្លះណាកូនសូម្បីតែទឹកសតមួយដបនឹងក៏គេមិនចេញឲ្យកូនដែរប៉ុន្តែគេឲ្យកូនចេញថ្លៃទឹកនោះឲ្យគេទៅវិញផ្ដាំណាកូនបើជួបជាមួយនឹងអ្នកធំដូចជាឪប្រាប់កូនមិនចាំបាច់រាប់អានជាមួយនឹងអ្នកធំនោះទេប៉ុន្តែបើកូនជួបជាមួយនឹងមនុស្សណាដែលគេធ្វើល្អដាក់កូនចូលកូនកុំភ្លេចគុណរបស់គេបើទោះជាកូនគ្មានប្រាក់សម្រាប់នឹងសងថ្លៃការជួយកូនត្រូវប្រើកម្លាំងឲ្យអស់ពីចិត្តណាកូនដើម្បីតបស្នងទៅអ្នកដែលគេជួយយើងកូនអើយមិនថាកូនទៅទីចិត្តឬនៅឆ្ងាយកូនត្រូវតែរក្សានៅចរិតឲ្យបានល្អណាកូនភាពស្មោះត្រង់និងភាពនៃការដឹងគុណគឺនាំឲ្យកូនជួបតែមនុស្សល្អទោះបីជាកូនមិនបានคล้ายទៅជាអ្នកមានធំជាដុំគ្រប់ភួនប៉ុន្តែកូនជួបមនុស្សដែលល្អជាច្រើនអាចនឹងឲ្យកូនមានក្តីសុខផ្លូវចិត្តបើកូននិយាយហូតផកុហកបោកប្រាស់ទៅកាន់អ្នកដទៃនៅថ្ងៃណាមួយកូននឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួនហើយក៏មិនដឹងថាមកពីហេតុអ្វីដូច្នេះឪពុកសូមផ្ដាំណាកូនទោះបីជាយើងក្រយ៉ាងណាក៏ដោយសំខាន់គឺកូនត្រូវមានសច្ចៈនៅក្នុងខ្លួនកុំយកសច្ចៈទៅប្ដូរជាមួយនឹងអាហារ3ពេលណាកូន
កូនអើយមុននឹងកូននិយាយទៅកាន់អ្នកណាម្នាក់ចូលកូនប្រយ័ត្នសម្ដីរបស់ខ្លួនពីព្រោះពាក្យសម្ដីណាកូនវាអាចមុតស្រួចជាងគ្រាប់ព្រួញទៅទៀតដូច្នេះមុននឹងកូននិយាយទៅកាន់នរណាម្នាក់ចូលកូនត្រូវគិតសិនកុំចេះតែនិយាយតាមតែចិត្តដែលកូននឹកឃើញព្រោះបើថាកូនធ្វើវាបែបនេះនៅពេលបន្ទាប់វានឹងនាំអសន្នមកកាន់ខ្លួនកូនកូនត្រូវដឹងថាពាក្យណាដែលគួរនិយាយពាក្យណាទៀតដែលមិនគួរនិយាយណាកូនកូនអើយកូនត្រូវចេះស្ដាប់ហេតុផលរបស់អ្នកដទៃឬក៏អ្នកជិតខាងរបស់យើងបើកូនមិនស្ដាប់ហេតុផលកូនអាចនឹងសាងកំហុសដោយមិនដឹងខ្លួនណាកូនរឿងទាំងអស់សុទ្ធតែមានដើមហើយនឹងចុងណាកូនកូនកុំធ្វើអ្វីតាមតែចិត្តខាងមួយឆាវកូនត្រូវតែស្ដាប់អ្នកជិតខាងឬក៏សាច់ញាតិរបស់កូនការប្រើកំហឹងមួយឆាវវានាំឲ្យមានមហន្តរាយមកដល់ខ្លួនកូនកូនអើយបើកូនរាប់អានមិត្តភក្តិចូលកូនរាប់ឲ្យមើលមនុស្សបើមនុស្សណាមានល្បិចចូលកូនកុំរាប់អានអីព្រោះមិត្តភក្តិខ្លះវានាំឲ្យមានមហន្តរាយដល់កូនចំណែកឯមិត្តភក្តិខ្លះទៀតក៏នាំឲ្យកូនដើរនៅផ្លូវល្អធ្វើតែអំពើល្អបើកូនដើរជាមួយអ្នករៀនកូននឹងក្លាយទៅជាអ្នករៀនបើកូនដើរជាមួយនឹងអ្នកលួចកូនក៏នឹងក្លាយទៅជាចោរដូចពួកគេដែរដូច្នេះឪសូមផ្ដាំណាកូនបើមិត្តណាល្អហើយកូនដើរជាមួយនឹងមិត្តនឹងទៅបើមិត្តណាគេមិនល្អកូនក៏កុំដើរជាមួយគេពីព្រោះនៅថ្ងៃណាមួយកូននឹងក្លាយទៅជាមនុស្សដែលមិនល្អដូចមិត្តកូននឹងដែរកូនអើយចូលកូនកុំពឹងទៅលើសំណាងដែលកូនទៅរកហៅទាយណាកូនពីព្រោះហៅទាយខ្លះគឺត្រឹមត្រូវចំណែកឯហោរាខ្លះ
ទោះទាយគឺមិនត្រឹមត្រូវនោះទេណាកូននៅថ្ងៃនេះឪនឹងលើកយកសាច់រឿងរបស់ហោរាមួយឪនឹងនិទានជូនកូនស្ដាប់នាពេលរាត្រីណាកូនចូលកូនប្រុសស្រីពិចារណាទាំងអស់គ្នាមានដំណើរតគ្នាមកតាំងពីដើមណាកូនមានប្តីប្រពន្ធពីរនាក់ពួកគេទាំងពីរនាក់ហ្នឹងប្រកបរបរលក់ដូរចេញពីស្រុកមួយទៅកាន់ស្រុកមួយហើយប្តីជាអ្នកបរទេសគោចាកចេញពីស្រុកកំណើតចំណែកឯប្រពន្ធក៏តែងតែនៅផ្ទះហើយនាងក៏បានជួយត្បាញនៅក្រមាសូត្រនិងសំពត់ទុកគ្រាន់ឲ្យប្តីយកទៅលក់ណាកូនលុះប្តីទៅលក់ជារៀងរាល់ថ្ងៃហើយនៅប៉ុន្មានខែមកប្តីក៏បានវិលត្រឡប់ពីកន្លែងដែលខ្លួនដើរលក់នឹងមកផ្ទះវិញដើម្បីនឹងជួបជុំប្រពន្ធរបស់ខ្លួននាងដែលជាប្រពន្ធនៅពេលហ្នឹងគឺនាងសប្បាយចិត្តខ្លាំងណាស់ដោយនាងបានឃើញប្តីរបស់នាងហ្នឹងត្រឡប់មកពីលក់នៅក្រមាសូត្រទាំងអស់ហ្នឹងទោះបីជាប្តីលក់មិនសូវដាច់ក៏នាងមានអារម្មណ៍ថាសប្បាយដែរលោកប្តីក៏បានមកដល់ផ្ទះចំនួនកន្លះខែណាកូនប្តីក៏បានលាប្រពន្ធទៅលក់បន្តទៀតហើយនាងដែលជាប្រពន្ធនាងក៏ជូនពរប្តីឲ្យប្តីនឹងរកមួយមានមួយកាន់តែច្រើនដោយប្តីក៏បានបរទេសគោទៅលក់ដូចសពរដងនាងដែលជាប្រពន្ធនឹងនាងក៏មានចិត្តមួយនៅក្នុងចិត្តរបស់នាងចង់ទៅរកឲ្យហៅទុទាយដោយនាងចង់ដឹងពីថ្ងៃអនាគតណាកូននាងក៏បានសាកសួរទៅកាន់អ្នកដែលគេធ្លាប់រកគ្រូម៉អីដើម្បីនឹងទស្សន៍ទាយមើលប្រេងវាសនាណាកូនលោកដល់នាងក៏បានដឹងពីគ្រូមួយកន្លែងនោះនាងដែលជាប្រពន្ធនាងក៏បានមិនទុកយូរនោះឡើយនាងក៏ធ្វើដំណើរដោយដើរថ្មើរជើងដើម្បីនឹងទៅរកហោរាដើម្បី
ទស្សន៍ទាយមើលព្រេងវាសនារបស់នាងនៅពេលដែលនាងទៅដល់កន្លែងផ្ទះរបស់ហោរាគ្រូទាយហ្នឹងណាកូនគ្រូនោះគឺជាគ្រូដែលបោកគេនោះទេហោរានោះក៏បានបង្គាប់នៅតនិបឲ្យនាងដាក់មានទៀនធូបហើយនឹងស្លាបារីនៅពេលដែលនាងចាប់ផ្ដើមសួរទៅកាន់គ្រូទាយនោះគ្រូទាយនោះក៏បាននិយាយមកកាន់នាងថាជីវិតរបស់ចៅគឺសពថ្ងៃពិបាកសពថ្ងៃចៅរស់ដោយមានគេបៀតបៀនពីផ្លូវងងឹតហើយចៅកំសត់តាំងតែពីដើមមកម្លេះនៅពេលនោះណាកូននាងដែលជាប្រពន្ធហ្នឹងនាងក៏បានចាប់ផ្ដើមជឿទៅលើគ្រូទាយបន្តិចម្ដងកាន់តែខ្លាំងឡើងលោកគ្រូទាយក៏បានកុហកនាងបន្តទៀតថាឲ្យនាងធ្វើពិធីស្រោចទឹកកាត់ឆុងចេញដើម្បីឲ្យមានការរកស៊ីលក់ដូរនឹងរីកចម្រើនទៅថ្ងៃមកនាងក៏បានធ្វើតាមគ្រូនឹងឯងណាកូនចំណែកឯគ្រូម្នាក់នោះវិញគឺជាមនុស្សលោភលន់យកលុយរបស់នាងហើយគ្រូនោះក៏ចង់បៀតបៀនរាងកាយនាងទៅទៀតដោយសារតែនាងហ្នឹងគឺជាស្ត្រីដែលស្អាតនៅក្នុងតំបន់ហ្នឹងណាកូនគ្រូអាគមនោះគាត់ក៏ទប់អារម្មណ៍មិនជាប់គាត់ក៏និយាយប្រាប់ទៅនាងនោះថាបើនាងព្រមថ្វាយនៅដង្វាយខ្លួនរបស់នាងមកឲ្យគ្រូនឹងជួយទៅកាន់នាងឲ្យនាងរកអ្វីក៏ធូរធារហើយទៅទីណាក៏គេអាណិតគេស្រឡាញ់ហើយគ្រូនិយាយគឺហៅនោះមិនបង្ខំនោះទេប៉ុន្តែហៅម្នាក់នោះក៏បានបញ្ចុះបញ្ចូលនាងនៅពេលនោះដែរនាងដែលជាប្រពន្ធរបស់ឈ្មួញអ្នកលក់ដូរនោះនាងក៏មិនសូវជាជឿប៉ុន្មានដែរក៏ប៉ុន្តែគ្រូចេះតែនិយាយឲ្យនាងជឿឡើងដល់ពេលនោះនាងក៏ចាប់ផ្ដើមយកខ្លួនរបស់នាងទៅថ្វាយដល់គ្រូនោះហ
ហើយគ្រូដែលជាហៅទូទាយម្នាក់នោះណាកូនខ្លួនគេគឺជាអ្នកដែលបោកប្រាស់ផងហើយគេក៏បានយកដង្វាយដែលនាងថ្វាយនោះគេក៏បានចាប់ផ្ដើមនៅកន្លែងអាស្រមគេនឹងទៅគ្រូនោះក៏បានម្ដងរួចហើយគ្រូនឹងក៏ចង់បានម្ដងទៀតដោយនិយាយថានៅវគ្គទី2គឺគ្រូនឹងយកទឹកសន្សើមរបស់គ្រូហើយនឹងនាងមកចានៅលើថ្ងាសរបស់នាងនឹងបញ្ចុះមុនស្នេហ៍នៅនឹងមុខរបស់នាងដើម្បីឲ្យនាងរកស៊ីអ្វីក៏ធូរធារទៅដល់ទីកន្លែងណាក៏អ្នកភូមិអ្នកផងគេអាណិតស្រឡាញ់នាងដែលជាអ្នកពឹងពាក់គ្រូឲ្យគ្រូនឹងជួយនាងក៏ព្រមនៅការដែលគ្រូនិយាយប្រាប់នាងទាំងអស់លោកគ្រូគាត់ក៏ចាប់ផ្ដើមយកដង្វាយដែលនាងថ្វាយភាគ2ណាកូនម្ដងទៀតនឹងឯងនៅពេលនោះគ្រូក៏ចាប់ផ្ដើមធ្វើសពគ្រប់នៃវិធីនឹងអស់ហើយគ្រូក៏បានយកមកចានៅលើផ្ទៃមុខរបស់នាងនឹងហើយនាងក៏ត្រឡប់មកផ្ទះវិញនៅពេលនោះផងដែរនាងក៏ចេះតែសង្ឃឹមទៅលើការជួយរបស់គ្រូទាយនឹងថានឹងមានឈ្មួញឬក៏ភ្ញៀវណាមកច្រើនអាណិតស្រឡាញ់នាងនឹងជួយទិញនៅសោតឬក៏សម្ពុតអីផ្សេងដែលជារបស់របរនាងលក់ដូរនឹងមិនយូរប៉ុន្មានប្តីរបស់នាងក៏ត្រឡប់មកវិញពេលនោះនាងដែលជាប្រពន្ធក៏បាននិយាយប្រាប់ទៅប្តីថាបើសិនជាឲ្យនាងទៅលក់ដូរជាមួយនឹងប្តីនាងនឹងធានាថាលក់ដូរឆាប់អស់ពីរទេះគោមិនខានដោយនាងដែលជាប្រពន្ធនាងបានសង្ឃឹមថាគ្រូនឹងជួយដល់នាងប៉ុន្តែនាងមិនបានដឹងថាគ្រូនោះជាគ្រូបោកប្រាស់នោះទេដោយឲ្យនាងអស់ទាំងខ្លួនអស់ទាំងប្រាក់លុះដល់ស្អែកប្រពន្ធក៏បានសុំប្តីទៅជាមួយប្តីក៏យល់ព្រមនៅពេលដែលពួកគេទាំងពីរនាក់ទៅលក់ដូរចេញពីស្រុករបស់ខ្លួនទៅដល់ស្រុកឆ្ងាយទៅចេះតែជិះបរទេះនឹងឯងធ្វើដំណើរពីភូមិមួយទៅដល់ភូមិមួយ
នៅតែលក់មិនដាច់មិនដឹងជាមកពីមូលហេតុអ្វីនាងដែលជាប្រពន្ធក៏បានរៀបរាប់រឿងដំណើរដែលនាងបានមករកគ្រូហើយគ្រូក៏បានធ្វើពិធីនឹងឲ្យនាងបូជានៃដង្វាយសាច់ស្រស់នឹងឯងនៅពេលដែលប្តីឮដូច្នេះប្តីក៏មានអារម្មណ៍សោកស្ដាយជាខ្លាំងដោយសារតែប្រពន្ធជឿទៅលើការទុទាយរបស់គ្រូហើយប្រពន្ធត្រូវខាតជាច្រើនខាតតែប្រាក់គឺមិនអីទេណាកូនប៉ុន្តែនេះខាតទាំងខ្លួនទៅទៀតកូនអើយគ្រូហៅទាយបើគេជួយយើងបានឲ្យយើងមានទ្រព្យសម្បត្តិច្រើនម្លេះគេនឹងជួយឲ្យគ្រួសាររបស់គេដែលជាគ្រូទាយហ្នឹងមានហើយណាកូនឬក៏បងប្អូនរបស់គេសាច់សារហិតគេហ្នឹងគេនឹងឲ្យបងប្អូនគេមានអស់ហើយគេមិនដែលមកឲ្យយើងអ្នកដតីនេះមានបាននោះទេហើយចាប់តាំងពីពេលនោះមកណាកូនប្តីប្រពន្ធពីរអ្នកនោះក៏ឈប់ជឿទៅការទុទាយរបស់គ្រូនឹងដែរកូនអើយធ្វើអ្វីឲ្យយើងមានបញ្ញាណាកូនការជឿដោយគ្មានបញ្ញាគឺធ្វើឲ្យកូនបាត់បង់នៅរបស់ដែលជាកម្មសិទ្ធិខ្លួនហើយនឹងនាំកូនធ្លាក់ទៅក្នុងសេចក្តីវិនាសអន្តរាយបើកូនទៅទីចិត្តឬក៏ទីឆ្ងាយមុននឹងកូនជឿអ្វីមួយចូលកូនប្រុសស្រីទាំងអស់គិតឲ្យច្បាស់ណាកូនពាក្យណាដែលត្រូវជឿចំណែកឯពាក្យមួយណាដែលមិនត្រូវជឿកូនអើយកូនកុំចំណាយពេលទៅធ្វើល្អដាក់នឹងអ្នកដែលគេមិនចូលចិត្តកូននោះឡើយទោះបីជាកូនខំប្រឹងធ្វើល្អដាក់គេយ៉ាងណាក៏គេនៅតែមើលមិនឃើញនៅបំណងល្អរបស់កូននោះដែរកូនមិនចាំបាច់ទៅធ្វើអ្វីផ្គាប់ចិត្តទៅកាន់មនុស្សប្រភេទនោះទេណាកូនបើមនុស្សណាដែលឲ្យតម្លៃមកកូនចូលកូនខំប្រឹងធ្វើអ្វីដែលល្អសម្រាប់មនុស្សម្នាក់នោះទៅទោះបី
កូនមានកំហុសតិចតួចក៏គេអធ្យាស្រ័យដល់កូនដែរហើយមនុស្សដែលគេស្រឡាញ់និងចង់រាប់អានជាមួយនឹងកូននៅពេលដែលគេខ្វះខាតនៅអ្វីមួយចូលកូនជួយយកអាសាគេនៅពេលដែលកូនខ្វះខាតវិញគេនឹងមកជួយយកអាសាកូនដូចគ្នាវិញហើយមនុស្សយើងសម័យនេះណាកូនមិនថាអ្នកណាជាអ្នកណានោះទេគឺគេតែងតែរកអ្វីដែលជាផលប្រយោជន៍របស់ខ្លួនប៉ុន្តែក៏មានមនុស្សមួយចំនួនដែលគេល្អគេមិនយកផលប្រយោជន៍ជាធំនោះឡើយគេយកមិត្តភាពនៃការរាប់អានគ្នាជាធំបើកូនបានជួបមនុស្សដែលល្អកូនគួរគប្បីតែរាប់អានគ្នាឲ្យយូរអង្វែងណាកូនទោះបីជាមានរឿងប៉ះទង្គិចតិចតួចកូនចេះអត់ឱនឲ្យគ្នាណាកូនកុំយកគ្រឿងបន្តិចបន្តួចយកមកបំផ្លាញនៅមនោសញ្ចេតនាដែលខំរក្សាមកតាំងពីយូរណាកូនកូនអើយកុំយករឿងក្នុងផ្ទះទៅនិយាយប្រាប់ញាតិអ្នកភូមិអ្នកផងពីព្រោះញាតិអ្នកភូមិអ្នកផងមានអ្នកខ្លះគេចាំអាណិតចំណែកឯអ្នកខ្លះទៀតគេចាំតែសើចចំអកដល់កូនមិនថារឿងនៅក្នុងផ្ទះជារឿងតូចឬក៏រឿងធំកូនអើយចូលកូនកុំយកទៅនិយាយប្រាប់អ្នកជិតខាងឲ្យសោះហើយកូនក៏កុំយករឿងរបស់អ្នកជិតខាងយកមកនិយាយចូលក្នុងផ្ទះដូចគ្នាបើកូនយករឿងមិនល្អមកនិយាយប្រាប់ឪពុកម្ដាយដែលនៅក្នុងផ្ទះនោះរឿងដែលកូនយកមកនិយាយវានឹងคล้ายទៅជាបញ្ហាពីនេះពីនោះមិនខានហើយអ្នកភូមិធ្លាប់តែដើរមើលមុខគ្នាញញឹមដាក់នឹងคล้ายទៅជាសត្រូវមើលមុខគ្នាលែងចំកូនអើយ
កូនត្រូវតែចេះរក្សានៅអ្នកភូមិអ្នកផងដែលជារបងជាប់ផ្ទះយើងណាកូនបើអ្នកភូមិមានទុក្ខធុរៈកូនអើយកូនត្រូវចេះយកអាសាថ្ងៃនេះអ្នកភូមិអ្នកផងរបស់យើងមានទុក្ខហើយនៅថ្ងៃបន្ទាប់មិនប្រកាសថាយើងមិនមានទុក្ខនោះទេណាកូនការជួយយកអាសាគ្នាទៅវិញទៅមកវាគឺជារឿងល្អប្រសើរបំផុតធ្វើឲ្យកូននិងអ្នកជិតខាងមានការស្រឡាញ់រាប់អានគ្នាក្រិតតែខ្លាំងកូនអើយបើកូនចេះនៅវិជ្ជាបន្តិចបន្តួចបើមានអ្នកចិត្តខាងយើងគេចង់រៀនពីកូនចូលកូនបង្រៀនគេទៅកូនចេះកូនត្រូវជួយអ្នកដែលគ្នាល្ងងណាកូនអ្វីដែលកូនជួយបានកូនជួយគេទៅបើគេចេះទៅគេគង់តែមិនភ្លេចនៅគុណរបស់កូននោះដែរកូនអើយកុំកំណាញ់ពេកណាកូនបើផ្ទះកូនមានដំណាំផ្លែឈើជាច្រើនចូលកូនកាប់ផ្លែឈើនោះទៅចែកជូនដល់អ្នកជិតខាងបើទោះបីតែកូនទុកវាក៏វាជ្រុះចោលដែរប៉ុន្តែបើកូនកាប់ផ្លែឈើនោះយកទៅជូនអ្នកជិតខាងគេនឹងអរគុណកូនហើយគេសរសើរកូនថាកូនចិត្តបានកូនអើយគ្មានអ្វីល្អជាងអ្នកជិតខាងរបស់កូននោះទេមានអាសន្នយប់ប្រលប់គឺអ្នកជិតខាងរបស់កូននឹងហើយកូនអើយកុំគិតច្រើនពេកកុំស្មុគស្មាញពេកនោះដែរអ្វីដែលកូនធ្វើនៅថ្ងៃនេះវាមិនទាន់ល្អប៉ុន្តែនៅថ្ងៃស្អែកកូននឹងល្អប្រសើរជាមិនខានកូនស្មុគស្មាញពេកវានាំឲ្យកូនធ្លាក់ទៅក្នុងជំងឺនៅពេលដែលកូនធ្លាក់ទៅក្នុងជំងឺគឺកូនរត់តែគិតអ្វីមិនចាញ់ធ្វើការក៏មិនកើត
កូនអើយបើកូនមានលុយឪសុំផ្ដាំណាកូនអ្នកដែលរាប់អានជាមួយនឹងកូនចិត្តស្និទ្ធគ្នាបំផុតចូលកូនកុំឲ្យខ្ចីបើសិនជាកូនមានចិត្តបន្តិចបន្តួចគឺកូនឲ្យទៅបុគ្គលនោះតែម្ដងទៅកាលណាដែលកូនឲ្យអ្នកដែលរាប់អានគ្នាស្និទ្ធខ្ចីប្រាក់កាក់ណាកូននៅថ្ងៃណាមួយកូនធ្លាប់តែនិយាយរអុករអើនជាមួយគ្នាសើចសប្បាយជាមួយគ្នាវានឹងកើតคล้ายទៅជាអ្នកដែលកូនមើលមុខមិនត្រូវហើយក៏មានទាំងរឿងទាំងរាវទៀតផងណាកូនបើកូនជិះបានក៏សូមជិះទៅមានប្រកាសកុំឲ្យមនុស្សស្និទ្ធស្នាលរាប់អានគ្នាខ្ចីណាកូនប្រកាសវាមិនសំខាន់ទេប៉ុន្តែបើកូនឲ្យខ្ចីកូននឹងបាត់បង់មិត្តភាពកូនអើយកូនកុំទុកចិត្តអ្នកដទៃពេកបើទោះបីជាកូនស្គាល់គ្នាច្រើនឆ្នាំក៏កូនកុំទុកចិត្តគេនោះដែរមនុស្សកូនអាចមើលឃើញនៅផ្ទៃមុខរបស់គេប្រឡាក់បានប៉ុន្តែកូនមិនអាចមើលទៅដឹងចិត្តរបស់គេប្រឡាក់អ្វីខ្លះនោះទេណាកូនរឿងណាដែលត្រូវនិយាយកូនចាំនិយាយហើយរឿងណាដែលមិនត្រូវនិយាយកូនក៏កុំនិយាយការនិយាយស្ដីនៅពេលដែលអារម្មណ៍របស់គេល្អគេស្ដាប់ទៅចូលត្រចៀកគឺវាមិនអីទេណាកូនតែបើអារម្មណ៍របស់គេមិនល្អហើយយើងនិយាយទៅវាល្អក៏ដោយតែខុសត្រឹមមួយចំណុចគេនឹងចាប់កំហុសកូនភ្លាមចូលកូនប្រុងប្រយ័ត្នឲ្យមែនតែនណាកូននៅពាក្យសម្ដីដែលកូននិយាយទៅកាន់មនុស្សជុំវិញខ្លួនកូនរាល់ថ្ងៃកូនអើយកុំលេងសើចច្រើនពេកបើកូនលេងសើចច្រើននៅថ្ងៃណាមួយកូននឹងក្លាយទៅជាបុគ្គលដែលនាំរឿងមកដាក់ខ្លួនជាមិនខានថ្ងៃនេះកូនលេងប៉ះចំមនុស្សដែលគេអត់ប្រកាន់
ប៉ុន្តែនៅថ្ងៃស្អែកកូនអាចនឹងជួបមនុស្សដែលគេប្រកាន់ដូច្នេះកូនកុំលេងសើចច្រើនពាក្យណាត្រូវលេងចាំលេងបើពាក្យណាមិនត្រូវលេងកូនក៏កុំលេងវាការលេងសើចវាតែងតែមានការលើសលុះហើយណាកូនតែបើកូនកុំលេងសើចវាល្អជាងណាកូនកូនអើយកុំដាក់សម្ពាធឲ្យខ្លួនឯងពេកបើកូនពិបាកចិត្តចូលកូនចេញពីក្នុងផ្ទះហើយកូនទៅកណ្ដាលព្រៃក៏បានកណ្ដាលវាលស្រែក៏បានចូលកូនស្រែកវាឲ្យខ្លាំងៗដើម្បីនឹងបញ្ចេញនៅការស្មុគស្មាញរបស់កូនទាំងនោះនៅពេលដែលកូនបញ្ចេញនៅភាពស្មុគស្មាញនោះឲ្យអស់ហើយកូននឹងមានអារម្មណ៍ថារៀងធូរស្រាលបន្តិចកូនអើយស្មុគស្មាញធ្វើអីបើយើងស្មុគស្មាញក៏វាគ្មានបានអ្វីនឹងត្រឡប់មកវិញនោះដែររឿងដែលវាកន្លងហួសទៅហើយក៏ឲ្យវាហួសទៅកូនមិនចាំបាច់លើកយកវាមកវិញនោះទេណាកូនគ្រាន់តែកូនចំណាំវានៃសាច់រឿងនោះកុំធ្វើវាឲ្យដូចកាលពីម្សិលមិញទៅគឺវាបានហើយកូនអើយបើមានគេនិយាយថាកូនច្រណែននឹងគេចូលកូននិយាយប្រាប់គេវិញថាកូនមិនបានច្រណែននឹងបងប្អូនអ្នកជិតខាងនោះទេប៉ុន្តែទុយទៅវិញកូនចង់ធ្វើឲ្យខ្លួនកូនធ្វើអ្វីដែលល្អជាងម្សិលមិញតែប៉ុណ្ណោះពីព្រោះមនុស្សសម័យនេះណាកូនយើងមិនបានទៅរករឿងគេក៏គេមករករឿងដល់កូនដែរពេលខ្លះកូននិយាយសម្ដីល្អទៅដាក់គេប៉ុន្តែគេបែរជាស្ដាប់ឮនៅពាក្យអាក្រក់ទៅវិញបើកូននៅតែខំពន្យល់ទៅកាន់មនុស្សប្រភេទនេះគេគឺមិនស្ដាប់កូននោះឡើយដោយសារតែអារម្មណ៍របស់គេកំពុងតែខឹងកូន
បើដូច្នេះគឺកូនកុំទៅខ្វល់នោះឡើយកូនទុកឲ្យពេលវេលាអ្នកដោះស្រាយទៅកូនអើយបើមានអ្នកភូមិឬក៏អ្នកជិតខាងកូនដីប្រពន្ធរបស់គេឆ្លោះគ្នាណាកូនកូនក៏កុំទៅធ្វើជាអញ្ញាកណ្ដាលកូនមិនចាំបាច់ទៅខាត់ឬក៏ទៅជួយខាងណានោះទេបើកូនទៅធ្វើជាអញ្ញាកណ្ដាលកូននឹងក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួនណាកូនប្តីប្រពន្ធរបស់គេយប់នេះគេឆ្លោះគ្នាគេជេរប្រតិចគ្នាគេវាយតប់គ្នាប៉ុន្តែនៅពេលដែលគេត្រជាក់ចិត្តវិញគេនឹងមករកគ្នាវិញជាពុំខានដូច្នេះកូនសម្លាញ់មាសឪពុករឿងគ្រួសាររបស់គេកូនកុំទៅលូកលាន់អីបើមានគេឆ្លោះគ្នាកូនក៏កុំអើតកចេញពីបង្អួចឬក៏ចេញពីរបងផ្ទះចាំស្ដាប់នៅសាច់រឿងរបស់គេអីណាកូនគឺវាមិនល្អនោះទេកូនត្រូវយកកម្លាំងទៅធ្វើការនៅថ្ងៃស្អែកវិញវាល្អជាងណាកូនចេះដឹងរឿងគេពេកវានាំឲ្យខ្លួនវិនាសដោយមិនដឹងថាខ្លួនកំពុងតែធ្វើអ្វីខុសបើកូនធ្វើមិនដឹងមិនឮវាល្អជាងណាកូនប៉ុន្តែបើកូនដើរតាមផ្លូវហើយជួបនៅរឿងដ៏អយុត្តិធម៌ចូលកូនជួយគ្នាផងណាកូនកូនត្រូវคล้ายទៅជាកូនល្អនិងពលរដ្ឋល្អដើម្បីសង្គមនៅប្រទេសយើងណាកូនរឿងរ៉ាវទាំងអស់ឲ្យតែកូនធ្វើតែអំពើល្អចេះជួយយកអាសាអ្នកដទៃរឿងចង្រៃទាំងប៉ុន្មានវានឹងផាត់ចេញឆ្ងាយពីជីវិតរបស់កូនត្រូវចាំណាកូនមាសឪពុកការធ្វើល្អស្មោះត្រង់សុចរិតកូនក៏คล้ายទៅជាមនុស្សដែលគេគោរពស្រឡាញ់មិនថាកូនទៅដល់ទីណានោះឡើយ